បាទសួស្តីបងប្អូនទី12ទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងមកកែលំហាត់តកាលពីភាគមុនយើងនឹងសិក្សាអំពីការគណនា model នៃចំនួន complex អញ្ចឹងមុននឹងចូលយើងរំលឹកតិចទៅថាតើអីទៅជា model នៃចំនួន complex ចំនួន complex យើងសិតតម្រងបេក្ខនិត z ស្មើ a បូក be បើសិនជាយើងចង់តាំងវានៅលើប្លង់ចំនួន complex យើងអាចតាំងវាបានអញ្ចឹងអានេះគេហៅថាអាផ្នែកពិតនេះគេហៅថានិមិត្តអញ្ចឹងយើងដៅ a នៅលើអាដេក b នៅលើអាឈរចំណុច m នេះគេហៅថាចំណុចរូបភាព om គេហៅថា vector រូបភាពអញ្ចឹង a ជាអីទៅ a ជាប្រវែងនៃ vector រូបភាពគេសរសេរដោយ a ស្មើ norm នៃ z អញ្ចឹងរូបមន្តរបស់យើងគឺ a ស្មើ norm នៃ z ស្មើនឹងអីគេឬ a ការ៉េបូក b ការ៉េវា a ទៅធំជាង0ហេតុអីព្រោះ a យើងជាប្រវែង vector តែកាលណាយើងជាប្រវែងវាទៅធំជាង0ហើយអញ្ចឹងមួយទៀត ab របស់យើងជាចំនួនពិតចម្លើយកណនី model នៃចំនួន complex អញ្ចឹងយើងតាំងអានេះជា z1 នេះជា z2 អញ្ចឹង z1 យើងស្មើ2បូក i 2ឬ3អញ្ចឹងយើងសង្កេតមើល a យើងស្មើ2 b យើងស្មើ2ឬ3គេបាន a1 ស្មើ norm នៃ z1 រូបមន្តវាគឺរឹស a ការ៉េបូក b ការ៉េបន្ទាប់មកយើងចំនួនតម្លៃចូល2ការ៉េបូក2ឬ3ទាំងអស់លើកជាការ៉េអញ្ចឹង2ការ៉េយើងបាន4 2ឬ3លើកជាការ៉េមានន័យថាម៉េច2ឬ3លើកជាការ៉េមានន័យថា2កការ៉េឬ3កការ៉េអញ្ចឹងបានមែន2ការ៉េ4គុណនឹង3បាន10 12យើងដាក់កន្លែង12មក12បូក4បាន16ចេញមកបាន4ຂະຫນាតវាគិតជាឯកតាប្រវែង12យើងគឺស្មើដក1ដក i អញ្ចឹង a យើងឃើញបាន a យើងគឺដក1ចុះ b យើងគឺមេគុណមុខ i ឯងស្មើដក1ដូចគ្នាអញ្ចឹងកន្លែងនេះយើងអាចដាក់យកបានយើងមិនបាច់ដាក់រូបមន្តនេះទៀតទេយើងដាក់ថា a2 ស្មើ norm z2 ស្មើនឹងឬដក1លើកជាការ៉េបូកដក1លើកជាការ៉េអញ្ចឹងដក1លើកជាការ៉េស្វ័យគុណគូវាស្មើនឹង1អញ្ចឹងនេះក៏1នេះក៏1បាន2អញ្ចឹង a2 យើងស្មើឬ2ឯកតាប្រវែងដូចនេះ a1 ស្មើ4ឯកតាប្រវែង a2 ស្មើឬ2ឯកតាប្រវែងអញ្ចឹងចប់